រឿងទឹកចិត្តដ៏ប្រពៃថ្ងៃមួយស្រីណាតបានត្រឡប់មកពីសាលារៀនមុនម៉ោងមីងនន់ឆ្ងល់ក៏សួរយីថ្ងៃនេះម្ដេចក៏កូនចេញពីរៀនមុនម៉ោងដូច្នេះស្រីណាតឆ្លើយចាម៉ាក់ថ្ងៃនេះអ្នកគ្រូខ្ញុំឈឺស្រីណាតបានសុំម្ដាយឲ្យជូននាងទៅសួរសុខទុក្ខអ្នកគ្រូដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពមីងនន់ឆ្លើយល្អហើយកូនម៉ាក់ជូនទៅតែចាំម៉ែរៀបចំផ្លែឈើបន្តិចបន្តួចផ្ញើជូនគាត់ឃើញស្រីណាតនិងម្ដាយមកដល់អ្នកគ្រូសប្បាយចិត្តខ្លាំងណាស់គាត់និយាយអ្នកគ្រូសូមអរគុណស្រីណាតនិងអ្នកមីងដែលបានមកសួរសុខទុក្ខខ្ញុំមីងនន់តបមិនអីទេអ្នកគ្រូសូមជូនពរអ្នកគ្រូឲ្យឆាប់ជាសះស្បើយអ្នកគ្រូចាអរគុណ